រូបកាយដ៏ធំសម្បើមមួយបានលេចឡើងភ្លាមនៅលើឆ្នេរខ្សាច់នៃទីក្រុងតូចមួយគាត់មានប្រវែង88ម៉ែត្រហើយបានឈប់ដកដង្ហើមទៅហើយនៅចំពោះមុខយក្សដ៏ធំសម្បើមនេះអ្នកក្រុងមើលទៅហាក់ដូចជាតូចទាបណាស់ទឹកថ្លាមួយធ្លុកបានដក់នៅក្នុងបាតដៃរបស់គាត់ត្រីតូចពីរបីក្បាលកំពុងហែលលេងយ៉ាងសប្បាយនៅក្នុងទឹកនោះរូបរាងទាំងមូលរបស់គាត់គឺអស្ចារ្យនិងអង់អាចណាស់ឫទ្ធិអំណាចរបស់គាត់ធ្វើឲ្យគេកោតខ្លាចដំបងឡើយមនុស្សម្នាពោពេញដោយភាពភ័យខ្លាចនិងមិនហ៊ានចូលទៅជិតឡើយរហូតដល់មានស្ត្រីក្លាហានម្នាក់បានឡើងទៅលើខ្លួនរបស់យក្សនោះទើបមនុស្សម្នាចាប់ផ្ដើមបន្ធូរបន្ថយការប្រុងប្រយ័ត្នពួកគេបានសម្រុកទៅមុខដណ្ដើមគ្នាឡើងលើខ្លួនយក្សដោយក្តីស្ញប់ស្ញែងចំពោះសត្វដ៏ធំសម្បើមបែបនេះក្មេងបានប្រែក្លាយទ្រូងរបស់យក្សទៅជាទីលានលេងកម្សាន្តអ្នករាំម្នាក់ថែមទាំងបានសម្ដែងនៅលើច្រមុះរបស់គាត់ទៀតផងមានតែបុរសម្នាក់ប៉ុណ្ណោះដែលឈរស្ងៀមសញ្ជឹងគិតសម្លឹងមើលរឿងរ៉ាវទាំងអស់នេះមិនយូរប៉ុន្មានយក្សដែលជាប់គាំងនេះបានក្លាយជាកន្លែងតាក់ទាញដ៏ពេញនិយមរៀងរាល់ថ្ងៃមានមនុស្សរាប់មិនអស់មកថតរូបប៉ុន្តែនៅពេលដែលពេលវេលាកន្លងផុតទៅភាពប្លែកភ្នែករបស់មនុស្សក៏លីបាត់ភ្ញៀវទេសចរក៏ថយចុះនៅសល់តែក្រុមក្មេងក្នុងតំបន់ដែលនៅតែបន្តឲ្យលេងនៅលើទ្រូងរបស់គាត់យុវជនដែលរពើបានគូវាសពេញខ្លួនយក្សដែលពោពេញដោយរូបគំនូររូបកាយរបស់យក្សចាប់ផ្ដើមរលួយនិងភីក្លិនស្អុយចេញមកក្រុមកម្មករបានមកជួបជុំគ្នាដើម្បីពិភាក្សាពីរបៀបដោះស្រាយពួកគេក្រុងនឹងប្រើគ្រឿងចាក់ស្ទួយខ្នាតធំដើម្បីរុះរើរូបកាយដ៏ធំនេះបុរសដែលសញ្ជឹងគិតនោះបានដើរយឺតជុំវិញយក្សតែម្នាក់ឯងគាត់បានឃើញក្មេងស្រីម្នាក់អង្គុយស្ងៀមនៅលើត្រចៀករបស់យក្សសម្លឹងមើលបាតដៃដែលធ្លាប់មានទឹកថ្លាឥឡូវនេះវាបានរីងស្ងួតអស់ទៅហើយដូចជាជីវិតដែលបានរលត់ទៅទាំងស្រុងបុរសនោះបានឡើងតាមដៃរបស់យក្សដើរសម្ដៅទៅរកទ្រូងរបស់គាត់មួយជំហានម្ដងប្រាសាទខ្សាច់ដែលក្មេងលើកឡើងនៅតែមានសេះសល់ខ្លះរហូតដល់ពេលនោះគាត់ក៏ស្រាប់តែដឹងថាដៃម្ខាងរបស់យក្សបានបាត់ទៅហើយច្បាស់ណាស់វាគឺជាស្នាដៃរបស់ក្រុមកម្មករទាំងនោះគាត់បន្តឡើងទៅលើក្បាលរបស់យក្សហើយឃើញថាផ្ទៃមុខទាំងមូលគឺស្ងប់ស្ងាត់និងគ្មានជីវិតភ្នែករបស់គាត់ស្រអាប់និងទេស្អាតមនុស្សម្នាបានបាត់បង់ការគោរពកោតខ្លាចតាំងពីដំបូងអស់ទៅហើយពួកគេបានបោះបង់គាត់ចោលទាំងស្រុងដោយចាត់ទុកយក្សដែលធ្លាប់តែអស្ចារ្យនេះជាគំនោសំណល់ដែលគ្មានប្រយោជន៍ក្រោមក្រសែភ្នែករបស់បុរសនោះរូបកាយរបស់យក្សក៏សន្សឹមរលាយបាត់ទៅនៅសល់តែសត្វរំពេពីរបីក្បាលដែលហោះឆ្វែងចឹកស៊ីសាច់ដែលរលួយឆ្នេរខ្សាច់ដែលធ្លាប់តែអ៊ូអរទីបំផុតក៏ប្រែជាស្ងប់ស្ងាត់ដូចស្លាប់3ខែក្រោយមកបុរសនោះបានត្រឡប់មកទីក្រុងវិញប៉ុន្តែបែរជាឃើញបំណែកសាកសពរបស់យក្សនៅរីវាយគ្រប់ទីឆ្អឹងជើងដ៏ធំមួយត្រូវបានគេបោះបង់ចោលនៅក្បែរផែហាងមួយបានយកឆ្អឹងជំនីរបស់គាត់ធ្វើជាស្លាកសញ្ញាដើម្បីទាក់ទាញអតិថិជនលលាដក្បាលរបស់គាត់ត្រូវបានគេកែច្នៃធ្វើជាឃ្លាំងរបស់កសិករហើយឆ្អឹងដែលរឹងមាំបំផុតរបស់គាត់ត្រូវបានគេយកទៅធ្វើជាសទ្រូងនៃតង់សៀកមានតែបុរសម្នាក់នេះប៉ុណ្ណោះដែលតែងតែជឿជាក់ថាយក្សមិនដែលស្លាប់ពិតប្រាកដឡើយថ្ងៃណាមួយពួកយក្សនឹងត្រឡប់មកច្រាំងវិញដើម្បីប្រមូលយកបំណែកសាកសពដែលនៅរីប៉ាយរបស់ពួកគេ